Hello everyone សួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃហ្នឹងយើងមកតមករៀន Basic Excel របស់យើងថ្ងៃហ្នឹងយើងនឹងស្វែងយល់អំពីតើអ្វីទៅជាសភៅកិច្ចការដែលហៅថា Workbook អ្វីទៅជាស្លឹកកិច្ចការ Worksheet ហើយនឹងពាក់ព័ន្ធជាមួយនឹងការ save ឯកសារជាដើមនៅក្នុង Excel file នីមួយៗរបស់យើងហ្នឹងវាគេឲ្យឈ្មោះវាថាជាស្លឹកកិច្ចការឬក៏ Workbook ដូចជា file Excel នេះចាំមើលខ្ញុំចូលទៅមើលឲ្យនេះអានេះគេហៅថា Workbook មួយនៅពេលដែលយើងបើក Workbook ហ្នឹងមកវាមានស្លឹកកិច្ចការជាច្រើនទៀតដែលហៅថា sheet 1 sheet 2 sheet 3អាស្រ័យលើយើងបង្កើតវានៅក្នុង sheet ហ្នឹងទៀតមាន page ជាច្រើន page ទី1 page ទី2ជាច្រើន page បើសិនជាយើងធ្វើតារាងធំឬក៏យើងធ្វើនៅការងាររបស់យើងហ្នឹងវាច្រើនទំព័រអូខេឥឡូវយើងស្វែងយល់បន្តពាក់ព័ន្ធជាមួយនឹងការបង្កើតនៅ file ថ្មីបង្កើតនៅ file Excel ថ្មីឧបមាថាយើងចូលមកវាមានតន័យចាស់អញ្ចឹងហើយយើងចង់បានExcel ថ្មីមួយដើម្បីយើងធ្វើតារាងថ្មីឬក៏យើងវាយឯកសារថ្មីអញ្ចឹងដើម្បីបង្កើតនៅ file Excel ថ្មីយើងចូលមកកាន់ file tab មកហើយយើងយកពាក្យ new បន្ទាប់មកយើងយកនេះពាក្យ blank workbook មានថាសភៅកិច្ចការដែលតេហ្នឹងคลิกលើវាមកនោះវានឹងបានស្លឹកកិច្ចការថ្មីមួយហើយនឹងវិធីសាស្ត្រមួយទៀតដែលលឿនយើងប្រើនៅ keyboard ដែលយើងចុចលើ key control ឲ្យជាប់ហើយ plus ជាមួយនឹងអក្សរ n នោះនឹងវា load ឲ្យមួយទៀតដែរអញ្ចឹងយើងបានworkbook 2នេះមិញ workbook ដែលយើងប្រើចូលទៅ file ហើយនឹងយកពាក្យ new ដែលវាចេញឈ្មោះឲ្យ book 2នេះហើយនឹងមួយទៀតដែលខ្ញុំចុច control n ហ្នឹងគឺវាចេញមក book 3នេះអូខេឥឡូវស្វែងយល់អំពីការបង្កើតនៅស្លឹកកិច្ចការថ្មីយើងដឹងពីរបៀបហើយមានពីរបៀបចូលមកកាន់ពាក់ព័ន្ធជាមួយនឹងការរក្សាទុកនៅឯកសារនៅពេលដែលយើងបើកនៅ file ថ្មីឬបង្កើតនៅ file ថ្មីហើយយើងបានធ្វើនៅកិច្ចការរបស់យើងនៅលើហ្នឹងឧទាហរណ៍ថាយើងវាយជាតារាងជាទិន្នន័យជាផលបូកឬក៏ជាតារាងបន្ទុកអីផ្សេងៗឡាអានេះខ្ញុំវាយជាឧទាហរណ៍ទេអញ្ចឹងនៅពេលដែលយើងវាយរួចអស់យើងត្រូវការ save វាដូចមិនអញ្ចឹងយើងបានបង្កើតនៅស្លឹកកិច្ចការឬក៏ workbook ថ្មីមួយអញ្ចឹងនៅពេលដែលយើង save យើងត្រូវ save ចូលទៅ file តមកយើងយកពាក្យថា save as save និង save as ដែលនៅជាប់គ្នានឹងវាខុសគ្នាត្រង់ថា save as គឺយើង save លើកដំបូងនៅពេលដែល file នឹងយើងបង្កើតថ្មីដូចខ្ញុំធ្វើឲ្យមិញអញ្ចឹងយើងបង្កើតថ្មីមកនោះ file នឹងគឺមានន័យថាត្រូវតែ save as ជា save លើកដំបូងអញ្ចឹងនៅពេលដែល save as វានឹងទៅរកទីតាំងដែលឲ្យយើងទុកនៅឯកសារមួយហ្នឹងឥឡូវយើងចុចលើ save as មកបន្ទាប់មកវាឲ្យយើងរើសទីតាំងហើយយើងចង់ទុកនៅណាទុកនៅលើ OneDrive ឬក៏ទុកនៅលើ PC របស់យើងនេះឬក៏ទុកនៅកន្លែងណាផ្សេងទៀតនៅលើពពកអាកន្លែងហ្នឹងយើង add វាទៅលើកន្លែងណាដែលយើងមាននៅលើពពកដូចជា cloud computing អីចឹងអ្នកដែលស្វែងយល់អំពីទិន្នន័យឬក៏ប្រោទៅកន្លែងផ្សេងណាទៀតឥឡូវយើងមិនយល់អីច្រើនទេយើង click លើ PC យើងមកclick នៅលើ DPC វានឹង load ចេញផ្ទាំង interface មួយមកហើយដែលនៅលើ part ហ្នឹងវានៅលើ drive C នេះ DPC drive C user document ករណីឡើងនេះបើសិនជាយើងចង់ save វានៅលើ document ហ្នឹងក៏បានឬក៏យើងចង់បង្កើតនៅ folder ថ្មីមួយសម្រាប់ទុកនៅឯកសារយើងហ្នឹងក៏បានដែរអញ្ចឹងកន្លែងនេះគឺ file name យើងអាច change បានគឺយើងចង់ដាក់អីគេទិន្នន័យឯកសារពាក់ព័ន្ធជាមួយអីចឹងទៅពាក់ព័ន្ធជាមួយនឹងstaff name ឬក៏ staff ST អូខេជាមួយនឹងប្រាក់ខែបុគ្គលិកអីចឹងទៅ STAWS staff salary ចឹងទៅហើយយើង save មកនោះវានឹងស្ថិតនៅក្នុង document នេះនៅពេលដែលយើងទៅរកឯកសារថ្ងៃក្រោយទៀតយើងចូលទៅ document ទៅឃើញឯកសារហ្នឹងហើយឥឡូវខ្ញុំសាក save as ឲ្យមើល save យើងចុច yes មកពឹបអូខេអញ្ចឹងប៉ុណ្ណឹងយើងបិទបានហើយបិទបាត់អញ្ចឹងយើងបាននេះដែលយើងហៅថាសភៅកិច្ចការរបស់យើងហ្នឹងឬក៏ workbook ហ្នឹងយើងបានមួយហើយអញ្ចឹងអាហ្នឹងមានថា save as save លើដំបូងពាក់ព័ន្ធមួយ save មានន័យថាម៉េចមានន័យថាយើងមាន file ហ្នឹងមួយយើងចូលទៅកែតម្រូវឧបមាថាពាក់ព័ន្ធមួយកិច្ចការបន្ទុករបស់សិស្សអីមិនអញ្ចឹងយើងចូលមកកែតម្រូវឬក៏វាយបន្ថែមអីចឹងអញ្ចឹងយើងអត់មានត្រូវ save as ទៀតទេយើងគ្រាន់តែចុច save ចុចចូល file ចុចយក save បបចុចចេះមកអូខេបានប៉ុណ្ណឹង save ជាប់តន័យថ្មីហើយយើងបិទបានឬក៏យើងចុចយកពាក្យយក icon save នេះហ្មងក៏បានដែរដែលនៅកែងខាងលើខាងឆ្វេងហ្នឹងចុចមក save ឬក៏យើង control S ក៏បានដែរ
ដែលវាមានច្រើនរបៀបតាមដែលយើងចេះយើងស្វែងយើងយល់ពីវាអញ្ចឹងសៀវនិងសៀវអាសយើងអាចស្វែងយល់វាយមន័យរបស់វាប៉ុណ្ណឹងអញ្ចឹងមេរៀនថ្ងៃហ្នឹងគឺយើងបានស្វែងយល់ពាក់ព័ន្ធមួយការបង្កើតនៅឯកសារថ្មីពាក់ព័ន្ធមួយការសៀវលើកដំបូងស្វែងរកទីតាំងហើយនឹងសៀវឯកសារបន្តទៀតបាទសូមអរគុណ